វីដេអូនេះគឺសម្រាប់បងប្អូនដែលធៀមខ្លួនប្រឡងថ្នាក់ទី12សម្រាប់ឆ្នាំហ្នឹងក៏ដូចជាឆ្នាំបន្តទៀតអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងចែករំលែកពីបទពិសោធន៍របស់ខ្ញុំនៅក្នុងការប្រឡងបាននីតិ B តើយើងនឹងជួបរឿងរ៉ាវខ្លះបន្ទាប់ពីយើងប្រឡងក៏ដូចជាកំឡុងពេលប្រឡងនិងមុនពេលប្រឡងហើយដើម្បីឲ្យយើងអាចធ្វើបានល្អតើយើងគួរតែត្រៀមខ្លួនបែបណាខ្លះសម្រាប់ការប្រឡងទី12ហ្នឹងប្រឡងបាននីតិអីក៏ល្អដែរឲ្យតែយើងបានប្រឡងជាប់ប៉ុន្តែបើសិនជាយើងចង់ទទួលបានឱកាសច្រើនដូចជាឱកាសហារូបករណ៍ឬក៏ឱកាសផ្សេងៗហ្នឹងគឺយើងគួរតែការប្រឡងហ្នឹងយ៉ាងហោចណាស់ឲ្យបាននីតិ A នីតិ B ឬក៏នីតិ C អញ្ចឹងយើងអាចនឹងមានឱកាសនៅក្នុងការប្រឡងហារូបករណ៍ច្រើនព្រោះថាឧបករណ៍ដែលគេដាក់មកពីច្រើនគេកំណត់ថាលុះត្រាតែយើងបាននីតិ A នីតិ B នីតិ C ធំ3ហ្នឹងទើបយើងអាចមានឱកាសឬក៏លទ្ធភាពនៅក្នុងការប្រកួតប្រជែងជាមួយគេត្រឡប់មកវិញខ្ញុំចង់និយាយអំពីបទពិសោធន៍របស់ខ្ញុំមុនពេលដែលប្រឡងទី12ហ្នឹងគឺខ្ញុំបានត្រៀមខ្លួនតាំងពីខ្ញុំចូលឆ្នាំទី12ដំបូងព្រោះពេលហ្នឹងខ្ញុំគិតច្រើនមែនតើខ្ញុំគិតថាពេលដែលបន្តរៀននៅសាកលហ្នឹងគឺខ្ញុំអត់ចង់ចាយលុយអ្នកផ្ទះទេខ្ញុំចង់ធ្វើម៉េចឲ្យបានហាត់ឧបករណ៍ដើម្បីយើងជួយសម្រួលពួកគាត់មួយផ្នែកចឹងទៅខ្ញុំក៏ទទួលបានហាត់ឧបករណ៍មែនពេលហ្នឹងគឺខ្ញុំទទួលបានហាត់ឧបករណ៍ Print Foundation ដែលគេបង់លុយឲ្យយើងរៀន4ឆ្នាំហ្នឹងហើយក៏ដូចជាការឧបត្ថម្ភប្រាក់ប្រចាំខែផងដែរអញ្ចឹងខ្ញុំក៏ជួយសម្រួលបន្ទុកគ្រួសារបានមួយផ្នែកនៅក្នុងកំឡុងពេលដែលខ្ញុំត្រៀមខ្លួននៅក្នុងការប្រឡងហ្នឹងគឺខ្ញុំបានផ្ដោតខ្លាំងទៅលើមុខវិជ្ជាដែលខ្ញុំអត់ប្រកែនថាខ្ញុំចាប់ផ្ដើមរៀនឡើងវិញណាដែលខ្ញុំអត់ប្រកែដូចជាពេលហ្នឹងខ្ញុំអត់ប្រកែគីមីទេគឺដកតែគីមីចេញគឺខ្ញុំស្រួលខ្លួនហើយប៉ុន្តែសម្រាប់គីមីមួយគឺខ្ញុំមានអារម្មណ៍ថាខ្ញុំអត់សូវចេះទេអញ្ចឹងខ្ញុំក៏បានផ្ដោតលើអាហ្នឹងច្រើនអញ្ចឹងក៏ការប្រឡងក៏អាចបានដូចជានិទេស C ដែរគីមីពេលហ្នឹងអញ្ចឹងសម្រាប់ការប្រឡងហ្នឹងគឺខ្ញុំទុកពេលឲ្យការរៀនច្រើនហើយអ្វីដែលខ្ញុំធ្វើកំឡុងពេលហ្នឹងទៀតសោតមានដូចជាខ្ញុំចំណាយពេលនៅក្នុងការរៀនជាក្រុមពេលហ្នឹងគឺដូចជាបរិញ្ញាមិត្តភ័ក្តិរបស់ខ្ញុំមុខវិជ្ជារូបវិទ្យាអញ្ចឹងបើសិនជាយើងអាចបើក club study ណា club សិក្សាព្រោះពេលខ្លះគឺយើងសួរមិត្តភ័ក្តិរបស់យើងស្និទ្ធជាងយើងសួរគ្រូពេលខ្លះយើងអត់ហ៊ានសួរគ្រូទេហើយណាមួយគ្រូបរិញ្ញាសាស្ត្រច្រើនហ្នឹងទៅយើងពិបាកនៅក្នុងការសួរគាត់ដែរប៉ុន្តែបើយើងមានជាក្រុមរៀនមួយដែលយើងអាចមានតែគេម្នាក់ដែលគាត់យល់ច្បាស់ពីមេរៀនហ្នឹងហើយគាត់អាចបញ្យល់បានគឺគួរតែមានក្រុមបែបហ្នឹងវាល្អទាំងអ្នកដែលទៅរៀនល្អទាំងអ្នកបរិញ្ញាទៀតអ្នកបរិញ្ញាគាត់អាចនឹងច្បាស់ជាងមុនអ្វីដែលគាត់នឹងបរិញ្ញាហើយបើយើងជាអ្នកល្មមដែលយើងមានចងល់អីគឺយើងអាចសួរគាត់បានដោយបើកចិត្តសួរពួកគាត់ដោយទលាយអញ្ចឹងណាយើងអត់សូវពិបាកច្រើនដូចការសួរគ្រូយើងទេអញ្ចឹងយើងអាចមានក្រុមរៀនអញ្ចឹងទៅមួយទៀតក៏ខ្ញុំត្រៀមខ្លួនដូចជាយើងធ្វើ pre exam មានន័យថាយើងយកវិញ្ញាសាផ្សេងៗដែលគេធ្លាប់ប្រឡងចេញហើយហ្នឹងយើងមករៀនធ្វើដូចជាការប្រឡងជាក់ស្ដែងអញ្ចឹងយើងកំណត់ម៉ោងកំណត់អីសម្រាប់ការធ្វើព្រោះបើយើងបានត្រៀមខ្លួនដូចស្រេចពេលប្រឡងគឺយើងអត់សូវមានការបារម្ភអត់សូវភ័យអីទេវាល្អប្រសើរជាងគ្រាន់តែយើងគ្រាន់តែរៀនណាយើងគ្រាន់តែរៀនមេរៀនតែដល់ពេលទិដ្ឋភាពប្រឡងជាក់ស្ដែងគឺយើងអត់ទាន់ស្គាល់វាអញ្ចឹងយើងអាចធ្វើជា pre exam ហ្នឹងកំណត់ម៉ោងទៅថាអូខេឥឡូវពេលប្រឡង2ម៉ោងអញ្ចឹងយើងយកវិញ្ញាសាមួយហ្នឹងដាក់នាទី2ម៉ោងដែរហើយចេះអីសរសេរហ្នឹងទៅលើក្នុងវិញ្ញាសាហ្នឹងហ្មងធ្វើសរសេរជាងពីគំនិតរបស់យើងដូចជាការប្រឡងជាក់ស្ដែងដល់ពេលប្រឡងមែនទែនគឺយើងអត់សូវភ័យព្រួយទេព្រោះយើងបានត្រៀមខ្លួនឲ្យចំណុចមួយទៀតគឺជាការដែលយើងរៀបចំការវិភាគរៀនឲ្យបានល្អការវិភាគរៀនមួយដែលវាត្រឹមត្រូវសម្រាប់យើងហើយក៏កុំឲ្យរៀនដល់ថ្នាក់ដាច់យប់ច្រើនពេកអញ្ចឹងណាមុនពេលប្រឡងគឺយើងអាចធ្វើអញ្ចឹងបានដូចខ្ញុំអញ្ចឹងមុនពេលដែលការប្រឡងឆ្ងាយដែរនៅសល់3 4ខែទៀតគឺខ្ញុំអាចនឹងរៀនពេលខ្លះដាច់យប់បានប៉ុន្តែដល់ពេលគៀកប្រឡងមែនតើគឺខ្ញុំអត់នៅដល់យប់ទៀតទេគឺខ្ញុំសុខចិត្តឆាប់ចូលគេងហើយក្រោកពីព្រលឹមដើម្បីមើលមេរៀនមើលអីចឹងវិញទៅមួយទៀតគឺបបពិសោធន៍នៅក្នុងការដែលមើលមេរៀនដែលវាពិបាកចាំដូចជាយើងត្រូវទិញដូចជាមេរៀនជីវៈក៏មានទិញមេរៀនដែរហើយប្រវត្តិអីហ្នឹងគឺយើងត្រូវទិញហើយយើងព្យាយាមរកវិធីសាស្ត្រណាដែលវាដំណើរការសម្រាប់យើងបំផុតដើម្បីយើងចាំដូចជាខ្ញុំពេលខ្លះគឺខ្ញុំទៅកន្លែងមកទឹកហើយជាមួយមិត្តភ័ក្តិអញ្ចឹងយើងសួរគ្នាមេរៀនអញ្ចឹងដូចថាឥឡូវយើងនិយាយពីមេរៀនណាមួយដូចថាប្រវត្តិអញ្ចឹងទៅខ្ញុំអត់ព្យាយាមចាំទេប៉ុន្តែខ្ញុំព្យាយាមយល់អំពីរឿងរ៉ាវនៅក្នុងសម័យកាលហ្នឹងដូចថាយើងលើកពីមេរៀនសង្គមនិយមមួយអញ្ចឹងយើងព្យាយាមអានសំណួរផ្សេងៗឲ្យយល់យើងសិក្សាពីដំណើររឿងហ្នឹងឲ្យចប់អស់ហើយមានមិត្តភ័ក្តិយើងគឺយើងអាចសួរគ្នាសួរថាអូខេឥឡូវសង្គមនិយមចាប់ផ្ដើមឆ្នាំណាដល់ឆ្នាំណាយើងចាប់ផ្ដើមសួរគ្នាឲ្យយើង reflect ឆ្លើយបានតើសង្គមនិយមបែកបាក់ដោយសារគេហើយតើមានព្រឹត្តិការណ៍សំខាន់អីខ្លះនៅក្នុងសម័យហ្នឹងគឺយើងព្យាយាមសួរគ្នាឲ្យយើងយល់ពីមេរៀនហ្នឹងព្រោះយើងចាំបាច់ត្រូវព្យាយាមចាំទេបើយើងយល់ទោះបីជាពេលប្រឡងយើងភ័យក៏យើងអាចឆ្លើយបានដែរប៉ុន្តែបើថាយើងគ្រាន់តែមកចាំទេពេលប្រឡងយើងភ័យតិចគឺយើងនឹងអាចឆ្លើយអានឹងបានល្អទេអញ្ចឹងចំណុចទី4ហ្នឹងគឺការដែលយើងទិញមេរៀនតាមវិធីសាស្ត្រដែលវាដំណើរការល្អបំផុតសម្រាប់យើងពេលខ្លះយើងឃើញថាគេចែកម្លែកពីបទពិសោធន៍ដែលគេទិញមេរៀនពេលយប់ពេលព្រលឹមអីហ្នឹងគឺជាបទពិសោធន៍របស់មនុស្សម្នាក់ៗផ្សេងៗគ្នាតែបើយើងអ្វីដែលដំណើរការឲ្យយើងយល់ច្បាស់ខ្លាំងយើងគួរតែអនុវត្តវិធីសាស្ត្រហ្នឹងទៅនិយាយដូចខ្លីថាស្វែងរកវិធីសាស្ត្ររៀនណាមួយដែលវាល្អបំផុតសម្រាប់ខ្លួនឯងបើចាំព្យាយាមទទួលយកវាយពី
អ្នកផ្សេងទេព្រោះកាយរបស់គាត់ក៏ផ្សេងគ្នាបរិបទរបស់គាត់ផ្សេងគ្នាអញ្ចឹងយើងអាចយកវាមក compare គ្នាបានទេប៉ុន្តែយើងអាចសាកល្បងនៅវិធីសាស្ត្ររៀនទាំងអស់ហ្នឹងសាករបស់បុគ្គលកបុគ្គលខបុគ្គលកហើយចាំអនុវត្តថាមួយណាដែលវាល្អជាងយើងឬក៏យើងយកវិធីសាស្ត្ររបស់បុគ្គលកបូកបុគ្គលខហើយបានយើងបង្កើតជាវិធីសាស្ត្ររៀនមួយសម្រាប់ខ្លួនឯងដែលវាដំណើរការសម្រាប់យើងអញ្ចឹងអាហ្នឹងគឺជារបៀបដែលយើងអាចរៀនបានឆាប់យល់ហើយការប្រឡងរបស់យើងក៏អាចធ្វើបានល្អដែរចា៎ហ្នឹងគឺជាបទពិសោធន៍មួយចំនួននៅក្នុងការដែលខ្ញុំត្រៀមប្រឡងហើយបើបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំពេលហ្នឹងហ្មងពេលដែលយប់ឡើងគឺខ្ញុំធ្វើលំហាត់ហើយខ្ញុំក្រោកម៉ោង4នេះហ្នឹងគឺខ្ញុំក្រោកមកមើលមេរៀនខ្ញុំអានមេរៀនហើយបើខ្ញុំចាប់ផ្ដើមទៅសាលារៀនព្រោះពេលហ្នឹងគឺយើងនៅរៀននៅឡើយទេនៅរៀនទី12យើងទៅថ្នាក់ទៅសាលាអញ្ចឹងណាហើយមួយវិញទៀតនៅពេលដែលមានពេលទនេខ្ញុំយកចិត្តទៅសាលាទៅក្នុងបន្ទប់សាលាព្រោះវាស្ងាត់អីចឹងទៅហើយយើងធ្វើលំញាសាធ្វើលំហាត់អង្គុយដោះស្រាយលំហាត់ឲ្យច្រើនហើយបន្ទាប់មកពេលល្ងាចនៅសាលាខ្ញុំមានតារាងបាល់អញ្ចឹងខ្ញុំណាត់គ្នាលេងអញ្ចឹងកំឡុងពេលថ្ងៃដែលខ្ញុំធ្វើលំហាត់ហ្នឹងខ្ញុំខំធ្វើខ្ញុំផ្ដោតទៅលំហាត់ហ្នឹងមែនទែនដល់ពេលល្ងាចខ្ញុំមកលេងបាល់លេងអីនៅកន្លែងសាលាខ្ញុំលេងមួយមិត្តភក្តិខ្ញុំអីចឹងទៅវាជារឿងមួយល្អដែរដោយសារតែយើងអត់ធ្វើបាបខួរក្បាលយើងពេកទេយើងផ្ដោតខ្លាំងនៅពេលដែលយើងផ្ដោតហើយបន្ទាប់មកគឺយើងយកពេលទៅ relax ខ្លះយើងទៅលេងកីឡាយើងហត់លេងអីសប្បាយមួយគ្នាចឹងទៅចា៎ហ្នឹងគឺជាបទពិសោធន៍ល្អមួយដែរហើយកុំរៀនឲ្យដាក់សម្ពាធលើខ្លួនឯងពេកគួរតែចំណាយពេលនៅក្នុងការដែលឲ្យខួរក្បាលយើងវា relax ខ្លះព្រោះថារៀនច្រើនមិនមែនថាចេះច្រើនទេបើសិនជាខួរក្បាលយើងវាអត់ល្អវាអត់ដំណើរការល្អចឹងដើម្បីខួរក្បាលវាចងចាំអ្វីដែលយើងបានទិញអីទាំងអស់នឹងលំហាត់ដែលយើងបានធ្វើទាំងអស់ហ្នឹងយើងគួរតែឲ្យខួរក្បាលយើងវាមានចលនាខ្លះដូចថាសោយខ្លះយើងលេងកីឡាឲ្យបែកញើសខ្លះអញ្ចឹងទៅអាហ្នឹងវាអាចជួយខួរក្បាលយើងចាប់ចាំមេរៀនទាំងអស់ហ្នឹងដែរកំឡុងពេលប្រឡងគឺខ្ញុំអត់សូវភ័យព្រួយបារម្ភទេហើយខ្ញុំក៏អត់នៅដល់យប់ទៀតដែរមានពេលដល់ម៉ោងគេងគឺខ្ញុំចូលគេខ្ញុំមកចង់ឲ្យយើងខំមួយឆ្នាំហើយដល់ពេលថ្ងៃប្រឡងយើងបែរជាឈឺយើងប្រឡងអត់កើតតង់សរោមពេលប្រឡងអញ្ចឹងខ្ញុំមកចង់ជួបស្ថានភាពបែបហ្នឹងទេហើយខ្ញុំក៏ដល់ម៉ោងគេងក៏គេងហើយពេលហ្នឹងទទួលថាពេលខ្លះគឺយើងភ័យយើងគេអត់ស្រួលលក់ទេប៉ុន្តែព្យាយាមសង្ងំគេងឲ្យបានលក់ទៅអញ្ចឹងក៏ការប្រឡងយើងមានកម្លាំងគ្រប់គ្រាន់មុនទៅប្រឡងក៏ញ៉ាំបាយខ្ញុំត្រឡប់តាំងពីព្រលឹមខ្ញុំញ៉ាំបាយហើយបើខ្ញុំទៅសាលាប្រឡងហើយណាមួយនៅជិតផ្ទះផងកន្លែងប្រឡងខ្ញុំហ្នឹងអញ្ចឹងវាជាកត្តាអំណោយផលមួយដែរពេលប្រឡងចេញពីប្រឡងមកផ្ទះវិញក៏តែចប់ថ្ងៃប្រឡងបានយើងអាចដើរលេងបានហើយមួយទៀតក៏ទឹកអីហ្នឹងគឺយើងមានគ្រប់គ្រាន់ហើយរឿងមួយដែលសំខាន់ដែលខ្ញុំគិតថាយើងគួរតែបដោតដែរគឺត្រូវអានពីលក្ខន្តិកៈដែលគេប្រឡងហ្នឹងយើងអាចសួរសិស្សច្បងថាកំឡុងពេលប្រឡងហ្នឹងគឺមានអីគេខ្លះដូចថាគេហាមយើងអីគេខ្លះអត់ឲ្យយកទលប់ចូលឲ្យយករបស់ណាដែលគេហាមឃាត់ដូចជាកាសូឬក៏នីលកាដែលវាមានគិតលេខឬក៏នីលកាអេឡិចត្រូនិកអីចឹងណាយើងអាចដករបស់នឹងបានចាំន័យថាយើងត្រូវទៅមើលពីបំរាមនៅក្នុងការប្រឡងនឹងសិនដើម្បីយើងត្រៀមខ្លួនបានល្អទៅអត់ចាំបាច់ភ័យថាគេដកហូតនេះហូតនោះអីងាយញ៉ៃចុះឡើងទេហើយមួយទៀតក៏ត្រូវទៅស្លាយតាន់ម៉ោងដែរកុំឲ្យទៅឡេតជួនកាលខ្ញុំគិតថាទៅឡេតហ្នឹងវាពិបាកដែរបើសិនជាយើងទៅឡេតវានឹងធ្វើឲ្យប៉ះពាល់អារម្មណ៍របស់យើងយកអារម្មណ៍អត់ស្ងប់នៅក្នុងការប្រឡងអញ្ចឹងបាក់នៅក្នុងការបដោតនៅក្នុងការសរសេរវិញ្ញាសាអីចឹងដែរយើងដល់ម៉ោងគេងចូលគេងហើយពេលប្រឡងមើលបទវិជ្ជាផ្ទៃក្នុងនៅក្នុងការប្រឡងហ្នឹងឲ្យអស់កុំឲ្យបំពេញនៅបំរាមទាំងអស់ហ្នឹងកុំឲ្យព្យាយាមថាលួចមើលគេនៅក្នុងពេលប្រឡងអញ្ចឹងទោះបីជាយើងអង្គុយចិត្តមិត្តចិត្តស្និទ្ធរបស់យើងប៉ុណ្ណាក៏ដោយខ្ញុំគិតថាអ្នកផ្សេងនឹងចង់ឲ្យយើងមើលណាអាហ្នឹងគឺជាពេលដែលខ្លួនពឹងទីពឹងខ្លួនហើយក៏កុំទៅរំខានអ្នកផ្សេងដែរពួកគេក៏ត្រូវការសរសេរវិញ្ញាសារបស់គេដែរយើងកុំទៅកេះអីអាចជួនកាលនាំគ្រោះដល់គេទៀតអញ្ចឹងកុំព្យាយាមទៅរំខានអ្នកផ្សេងយើងសមត្ថភាពប៉ុណ្ណាយើងសរសេរយកប៉ុណ្ណឹងទៅចេញពីរៀនមកផ្ទះធម្មតាគេបានគ្រប់គ្រាន់មុនពេលប្រឡងហ្នឹងក៏គួរតែរំលឹកមេរៀនខ្លះៗដែរយើងអត់អាចរំលឹកមេរៀនទាំងអស់ទេអាចរំលឹកអាណាដែលយើងគិតថាវាអាចនឹងសំខាន់ដែលត្រូវចេញអញ្ចឹងណាជួនកាលមេរៀនដែលយើងមើលមុនប្រឡងហ្នឹងវាអាចនឹងចេញពេលហ្នឹងដែរអានេះគឺជាអ្វីដែលខ្ញុំបានធ្វើពេលដែលកំឡុងពេលប្រឡងហ្នឹងប៉ុន្តែដល់ពេលដែលប្រឡងចប់ថ្ងៃចុងក្រោយខ្ញុំអត់គិតអីច្រើនទេពេលដែលយើងសរសេរចប់ប៉ុណ្ណាគឺសរសេរចប់ប៉ុណ្ណឹងហើយខ្ញុំពេលហ្នឹងខ្ញុំអត់សូវខ្វល់ពីគិតពីចម្លើយទេចម្លើយទៅបែបណាក៏បែបហ្នឹងទៅព្រោះថាក៏អាចត្រឡប់ពេលវេលាថយក្រោយទៅសរសេរអាចម្លើយត្រូវម្ដងទៀតដែរអញ្ចឹងពេលប្រឡងចប់ហើយខ្ញុំអត់គិតអីច្រើនទេគឺចម្លើយបែបណាក៏បែបហ្នឹងទៅអ្វីដែលខំប្រឹងគឺបានខំប្រឹងអស់ហើយបានតែ just chill អីចឹងទៅសុបាយចិត្តសោចថាគេយើងការខំប្រឹងតាំងពីថ្នាក់ទី2មកពេលហ្នឹងគឺយើងបានធ្វើវាអស់ហើយលទ្ធផលបែបហ្នឹងក៏យើងទទួលយកដែរបន្តមកទៀតគឺក្រោយពេលប្រឡងក្រោយពេលប្រឡងវារៀងត្រូវរងចាំលទ្ធផលប៉ុន្តែកំឡុងពេលហ្នឹងក៏ពិសោធន៍ជាក់ស្ដែងអាពេលដែលគេប្រកាសលទ្ធផលហ្នឹងគឺខ្ញុំអត់មើលទេខ្ញុំមានអារម្មណ៍ថាចង់មើលដែរគោលដៅតាំងពីដើមឆ្នាំមកគឺចង់បាននីតិ A ហើយពេលដែលប្រឡងហ្នឹងក៏ចេញនីតិ B មកតែ school វាអត់បានដូចអ្វីដែលយើងចង់បានប៉ុន្តែយ៉ាងហោចណាស់ក៏វាមិនមែន
ថាអត់ល្អឯណាដែរព្រោះវាប៉ុណ្ណឹងក៏អាចទទួលយកបានប៉ុន្តែវាមានអារម្មណ៍ថាយើងសោកស្ដាយយើង sad ដែរដំបងមនុស្សគ្រប់គ្នាដែលទទួលបាន TB កម្រណាដែលសុបាយចិត្តគឺមានថាគាត់ខ្វះតែបន្តិចទៀតគាត់អាចនឹងយក A បានគាត់សម័យទៅដល់ពេលដែលគាត់ប្រឡងហ្នឹងគាត់ស្ដាយដែលគាត់ធ្វើចំណុចនេះគាត់កែតែហ្នឹងតិចគាត់នឹងបានបន្ទុកខុសជាងហ្នឹងហើយគាត់នឹងអាចទទួលបាន TA ហើយអ្វីដែលទទួលបានក៏វាមានអារម្មណ៍ថាវាខុសគ្នាច្រើនពី TA និង TB ចឹងណាប៉ុន្តែ at least ការជាប់និទេសអីក៏បានដែរគឺវាល្អហើយសំខាន់គឺធ្វើ A B C ហ្នឹងគឺអាចទទួលយកបានគឺយើងអាចទៅប្រឡងហាត់ឧបករណ៍ផ្សេងៗបានច្រើនអញ្ចឹងវាក៏ជាឱកាសល្អមួយរបស់យើងដែរបន្ទាប់ពីប្រឡងចប់គឺយើងត្រូវមកដល់សាកលវិទ្យាល័យពេលហ្នឹងគឺជាដល់ពេលដែលពិបាកម្ដងទៀតហើយគឺយើងត្រូវគិតថាយើងគួរតែរើសជំនាញអីវាសំខាន់មែនតើហើយបើអាចយើងស្វែងយល់ពីខ្លួនឯងសិនទៅថាយើងចង់បានជំនាញអីប្រកបចោលមួយឆ្នាំសិនក៏អត់អីដែរខ្ញុំគិតថាអញ្ចឹងឬក៏យើងរៀនមួយឆ្នាំសិនយើងរៀនឲ្យដឹងថាខ្លួនឯងស្រឡាញ់អីប្រកបអញ្ចឹងមួយឆ្នាំដំបូងនេះយើងពិតជាដឹងថាយើងស្រឡាញ់អីច្បាស់ទេជួនកាលកាលពីវិទ្យាល័យមកយើងគិតថាយើងស្រឡាញ់ជំនាញនេះយើងបកកែនេះប៉ុន្តែជាក់ស្ដែងនៅពេលដែលការងារនៅក្នុងសង្គមពិតគឺយើងអាចយកអ្វីដែលយើងបកកែហ្នឹងមកធ្វើបានទេអញ្ចឹងមានន័យថាបើអាចចំណាយពេលមួយឆ្នាំចោលសិនមកបំពេញទៅហើយរកអ្វីដែលខ្លួនឯងស្រឡាញ់ដូចថាយើងត្រូវធ្វើ volunteer យើងទៅសាកចូលធ្វើការ intern អីអញ្ចឹងនៅកន្លែងណាមួយឬក៏យើងទៅរៀននៅសាកលវិទ្យាល័យដែលតែយើងអត់ទាន់បានន័យថាអត់ទាន់ដាក់ចិត្តលើអាមុខជំនាញយើងរើស 100% ទេព្រោះយើងគ្រាន់តែអត់ទាន់ដឹងថាយើងស្រឡាញ់អីយើងកំពុងតែរកថាយើងចូលចិត្តអីភាសាយើងរកជំនាញមួយហើយយើងដាក់ចិត្តលើវាខ្លាំងពេករហូតដល់4ឆ្នាំដល់ឆ្នាំចុងក្រោយបើយើងដឹងថាយើងអត់ស្រឡាញ់វាអញ្ចឹងណាបើចូលជារៀនអីរៀនឲ្យបកកែទៅបើថាយើងដាក់ចិត្តរៀនជំនាញណាមួយហើយយក GPA ខ្ពស់វាល្អវាដូចជាការដែលយើងរៀនទី12ដំបូងដែរអញ្ចឹងការដែលយើងប្រឡងបាននិទេសល្អហ្នឹងវាជា credit មួយរបស់យើងហើយនៅពេលដែលយើងចូលដល់សាកលការដែលយកGPA ខ្ពស់ហ្នឹងក៏ជា credit មួយរបស់យើងស្រួលនៅពេលយើងដាក់របកផ្សេងៗទៀតអញ្ចឹងទៅត្រឡប់មកវិញនេះគឺជាបទពិសោធន៍មួយចំនួនដែលខ្ញុំបានធ្វើក៏ដូចជារឿងមួយចំនួនអ្នកនរគួរតែសាកល្បងធ្វើដែរដូចជាយើងគួរតែស្វែងរកវិធីសាស្ត្ររៀនណាមួយដែលវាល្អសម្រាប់យើងវាត្រូវជាមួយយើងកុំឲ្យគ្រាន់តែស្ដាប់ advice របស់អ្នកផ្សេងណាយើងព្យាយាមរកអ្វីដែលវាដំណើរការបំផុតសម្រាប់យើងហើយទី2ក៏គួរតែសម្រាប់បានគ្រប់គ្រាន់ហើយកុំឲ្យបខំគួរក្បាលខ្លួនឯងពេករៀនក៏រៀនទៅប៉ុន្តែត្រូវតែមានពេលសប្បាយខ្លះដូចជាលេងកីឡាដូចជាធ្វើអីជាសកម្មភាពដែលយើងគិតថាវាសប្បាយសម្រាប់យើង relax ខ្លះអញ្ចឹងកុំឲ្យថាយើងដើរលេងអីខ្លះអញ្ចឹងកុំឲ្យគូក្បាលនោះវាស្មុគពេកហើយក៏សម្រាប់ការប្រឡងហ្នឹងគឺសម្រាប់បានគ្រប់គ្រាន់ពេលដែលប្រឡងគឺត្រូវតែគោរពតាមវិន័យរបស់កន្លែងការប្រឡងរបស់គេបណ្ដូលប្រឡងគេហាមអីគឺយើងត្រូវអានលក្ខន្តិកៈហ្នឹងឲ្យអស់ហើយមួយវិញទៀតនៅពេលដែលប្រឡងចប់ហើយគឺ yes គឺលទ្ធផលគឺវានឹងចេញតាមក្រោយហើយកុំឲ្យរំពឹងអីពេកដូចថាបើយើងរំពឹងកាន់តែខ្ពស់យើងកាន់តែពិបាកចិត្តចឹងណាដូចថាយើងប្រឡងចប់ហើយអញ្ចឹងប្រឡងចប់ហើយមកចាំរំពឹងឲ្យទាំងអស់ប៉ុន្តែមុនពេលប្រឡងក៏ត្រូវតែរំពឹងឲ្យខ្លាំងមែនទែនដាក់យក A ទៅបើអត់បាន A ក៏បាន B ដែរអញ្ចឹងណាអញ្ចឹងនេះជាអីដែលខ្ញុំចង់ចែករំលែកមានប៉ុណ្ណឹងហើយជូនពរអ្នកនរគ្នាដែលធៀមខ្លួនប្រឡងទី12ឆាប់ៗហ្នឹងជោគជ័យទាំងអស់គ្នា